Nông đầm na chi vật mình lùm nèm nè tay thì chụp bát tiền ở rừng tàu chỉ trả đại đầm đời dựng nướng phơi cả sầm sạch trận chỉ tới dương tay vô cho làm thà cả cản chóp cứ chụp hiệp rừng mòm và tại tam bát tới cả đọt lên từ bình tế đại chia sập lập bạnในการตัวnơiประกอบដោយបញ្ញាចឹងហើយទើបមានមតិមួយក៏លើកឡើងថាការដោះលែងគឺជាជំរើសដែលផ្ដល់ការជឿចាប់ក្នុងរយៈពេលខ្លីតែផ្ដល់ក្តីសុខក្នុងរយៈពេលវែងប៉ុន្តែការទ្រាំនឹងរឿងដដែលគឺជាការដាក់ទណ្ឌកម្មពេញមួយជីវិតការលើកឡើងបែបនេះក៏ជាផ្នែកមួយដែលយើងគិតថាត្រឹមត្រូវដែរទី1នឹងការដោះលែងការជឿចាប់ដើម្បីសេរីភាពនៅពេលដែលយើងសម្រេចចិត្តដោះលែងអ្វីមួយមិនថាជាតំណែងតំណងដែលបំពោផ្លូវចិត្តឬក៏កំហុសក្នុងអតីតកាលវាតែងតែនាំមកនូវការជឿចាប់ជាដំបូងចឹងអញ្ចឹងសួរថាហេតុអីបានជាមានការជឿចាប់អញ្ចឹងនៅក្នុងនោះយើងបែងចែកជាពីរការជឿចាប់នឹងដោយសារតែភាពភ័យខ្លាចបែបណាគឺភ័យខ្លាចក្នុងការផ្លាស់ប្ដូរខ្លាចភាពឯកោឬក៏ខ្លាចក្នុងការចាប់ដើមថ្មីហើយទី2ហ្នឹងគឺការបាត់បង់ភ័យខ្លាចក្នុងការបាត់បង់ការកាត់ផ្ដាច់អ្វីមួយដែលធ្លាប់ជាផ្នែកមួយនៃជីវិតវាតែងតែធ្វើឲ្យយើងមានអារម្មណ៍ថាបាត់បង់លំនឹងអ្នកណាក៏ដោយទោះជាយ៉ាងណាក៏ដោយការជឿចាប់នេះវាប្រៀបដូចជាការវះកាត់ដំបៅវាឈឺចាប់នៅពេលដែលមុខកំបិតហ្នឹងប៉ះសាច់ប៉ុន្តែវាជាវិធីសាស្ត្រតែមួយគត់ដើម្បីយកមេរោគចេញនិងអនុញ្ញាតឲ្យមុខរបួសអាចជាសះស្បើយបាននៅពេលវេលាកន្លងផុតទៅយើងនឹងរកឃើញសន្តិភាពក្នុងផ្លូវចិត្តនិងឱកាសថ្មីដែលល្អជាងមុនអូខេទី2គឺការទ្រាំហ្នឹងគឺតនកម្មដែលមើលអត់ឃើញព្រួយទៅវិញមនុស្សជាច្រើនជ្រើសការទ្រាំព្រោះយល់ថាវាជាការលះបង់ឬក៏ព្រោះតែភាពទន់ជ្រាយប៉ុន្តែការទ្រាំនឹងរឿងដែលផ្ដោតទុកទោសដដែលមិនមែនជាគុណធម៌ឡើយវាជាការដាក់ទណ្ឌកម្មខ្លួនឯងទៅវិញទេអញ្ចឹងការទ្រាំហ្នឹងដូចជាការអស់កម្លាំងផ្លូវចិត្តការទ្រាំហ្នឹងវាធ្វើឲ្យយើងអស់កម្លាំងផ្លូវចិត្តការទ្រាំធ្វើឲ្យធម៌ពលជីវិតហ្នឹងត្រូវរលាយបាត់បង់បន្តិចម្ដងការទ្រាំហ្នឹងវាធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងទៀតនៅពេលដែលយើងព្រមទទួលយកការជឿចាប់ដដែលយើងកំពុងប្រាប់ខ្លួនឯងថាយើងមិនព្រមយើងមិនសមនឹងទទួលបានអ្វីដែលល្អជាងនេះឡើយការទ្រាំហ្នឹងវាធ្វើឲ្យយើងដូចជាការជាប់ឃុំក្នុងរង្វង់ដដែលអញ្ចឹងពេលវេលាអត់អាចត្រឡប់ក្រោយបានទេអ្នកទាំងគ្នាបើបន្តទ្រាំក្នុងរឿងដែលគ្មានពន្លឺយើងនឹងត្រូវជាប់ចំណងនោះរហូតដល់ថ្ងៃស្លាប់អូខេទី3តម្លៃនៃជំរើសភាពខុសគ្នារវាងបុគ្គលជោគជ័យនិងបុគ្គលដែលរងទុក្ខជួនកាលវាស្ថិតនៅត្រង់ភាពក្លាហានក្នុងការដើរចេញការដោះលែងមិនមែនជាការចោះចាញ់ទេប៉ុន្តែវាជាការទទួលស្គាល់ថាអ្វីគ្រប់យ៉ាងសុទ្ធតែមានកាលកំណត់របស់វាយើងមិនអាចបើកទំព័រថ្មីនៃជីវិតបានឡើយប្រសិនបើដៃម្ខាងទៀតនៅតែព្យាយាមកាន់ភ្ជាប់នៅទំព័រចាស់ដែលរហែកអាយ៉េនឹងឯងចឹងសរុបសេចក្តីមកការដោះលែងប្រហែលជាធ្វើឲ្យយើងនឹងសក់ទឹកភ្នែកក្នុងថ្ងៃនេះប៉ុន្តែវានឹងផ្ដល់ស្នាមញញឹមដ៏ពិតប្រាកដនៅថ្ងៃស្អែកហើយចូលកុំខ្លាចការជឿចាប់ក្នុងរយៈពេលខ្លីដើម្បីបដូរយកសេរីភាពពេញមួយជីវិតហើយកុំប្រើពាក្យថាទ្រាំមកធ្វើជាគុកកុំខាំងសេរីសុខរបស់ខ្លួនឯងឡើយអូខេជាចុងក្រោយការដោះលែងមិនមែនមានន័យថាអ្នកខ្លែងខ្វាយខ្វល់ទេប៉ុន្តែវាមានន័យថាអ្នកឈប់បង្ខំអ្វីដែលមិនមែនជារបស់ខ្លួនឯងការបកស្រាយនៃវិធានបទហ្នឹងគឺមានប៉ុណ្្នេះឯងហើយជួបគ្នានៅវីដេអូក្រោយអរគុណច្រើន